Bà chỉ đẹp xuaលោកគ្រូអ្នកគ្រូហើយនិងបងប្អូនកូនសិស្សទាំងអស់គ្នាបាទសុខសប្បាយទេបងប្អូនទាំងអស់គ្នាហើយកូនសិស្សទាំងអស់គ្នាបានទិញពាក្យគ្រប់គ្នាដែរទេសម្រាប់វគ្គកសិកម្មហើយបើសិនបើអ្នកអត់បានទិញវគ្គកសិកម្មឬក៏អ្នកអត់ចង់ប្រឡងកសិកម្មបងប្អូនទាំងអស់គ្នាអាចត្រៀមក្នុងការទិញវគ្គឧស្សាហកម្មបន្ទាប់ពីកសិកម្មរួចហ្នឹងហើយបាទនេះខ្ញុំធ្វើការបង្ហាញជូនទៅដល់បងប្អូនទាំងអស់គ្នាឬក៏លោកគ្រូអ្នកគ្រូដែលមានតម្រូវការបាទវិញ្ញាសាស្តង់ដាណាបាទប្រឡងនៅលើកុំព្យូទ័រក៏បាននេះកុំព្យូទ័រក៏បានប្រឡងទៅលើ laptop ឬក៏laptop ឬក៏ tablet ក៏បានបាទអញ្ចឹងដំណើរការល្អហើយការប្រឡងវាបាទល្អ smooth ល្អហើយមានវិញ្ញាសាអានវិញ្ញាសាស្ដាប់មានតេស្តផ្នែកបាទដូចទៅនឹងក្រសួងផងដែរឥឡូវយើងមកធ្វើតេស្តបងប្អូនគ្នាអញ្ចឹងបើសិនបើលោកគ្រូអ្នកគ្រូឬក៏បងប្អូនកូនសិស្សគ្នាដែលចង់ប្រឡងតេស្តវិញ្ញាសាបងប្អូនចុចទៅលើពាក្យថាចាប់ផ្ដើមការប្រឡងមកអានេះដូចគ្នាណាបាទយើងមើលការដំណើរការនៅលើកុំព្យូទ័រហើយនិងtablet គឺដូចគ្នាបាទហើយវិញ្ញាសាវា load auto រហូតបានន័យថាវាផ្លាស់ប្ដូរខ្លួនវាដោយស្វ័យប្រវត្តិបាទហើយនៅក្នុងវិញ្ញាសាហ្នឹងមានច្រើនបាទពាន់លំហាត់មែនតើបាទសិតសឹងតែជាលំហាត់ស្តង់ដាបាទដែលមានលំនាំបាទនឹងស្តង់ដាប្រហាក់ប្រហែលជាមួយនឹងការប្រឡងពិតនៅក្រសួងអានេះយើងចូលឲ្យតែមានអ៊ីនធឺណិតណាបងបាទឲ្យតែមានអ៊ីនធឺណិតមាន Wi-Fi គឺអាចប្រឡងណាក៏បានដែរបាទហើយការយើង log in ប្រើ ID password ដូចទៅនឹង Facebook ដែរបាទដូចក្នុង Facebook ដែរបាទអញ្ចឹងដំបូងវា load ឲ្យយើងនេះវា load ទេបាទអានេះវិញ្ញាសាសរុបមាន40សំណួរបាទហើយបន្តមកទៀតវិញ្ញាសាអត់ទាន់ធ្វើ40បាទអញ្ចឹងនៅក្នុងហ្នឹងវាមានវិញ្ញាសាអាននិងវិញ្ញាសាស្ដាប់ហើយទីបងប្អូនទាំងអស់គ្នាដោះស្រាយលំហាត់មួយវានឹង load ស39ហើយទីនេះការ៉ុតអីគេតាំងគិនយើងចុចគ្រីសមកអានេះអុយចាអញ្ចឹងបាទក៏លើអុយចាយើងចុចគ្រីសមកហើយយើងចុចពាក្យបន្ទាប់នេះចុចបន្ទាប់អានេះគឺយើងចុចបន្ទាប់ដែរបាទបងប្អូនបាទវិញ្ញាសាគឺច្បាស់ល្អហើយមានការផ្លាស់ប្ដូរដោយស្វ័យប្រវត្តិវាស័ក្តិសមជាងនឹងលោកគ្រូអ្នកគ្រូហើយនឹងបងប្អូនកូនសិស្សដែលត្រៀមប្រឡងបាទជាចំទៅអ្វីជាបទពិសោធន៍របស់ខ្ញុំផ្ទាល់វិញ្ញាសានេះគឺយើងដាក់ឲ្យប្រើប្រាស់នៅលើក្នុងសាលា ENCI Cambodia ផ្ទាល់តែម្ដងបាទអញ្ចឹងហើយនៅពេលដែលលោកគ្រូអ្នកគ្រូឬក៏កូនសិស្សដែលគាត់ធ្វើតេស្តទៅបន្ទុកលទ្ធសមត្ថភាពយើងបានប៉ុណ្ណាទៅក្រសួងស្ទើរតែបាក់បែលគ្នានិយាយចំទៅវិញ្ញាសាស្តង់ដាតែមួយអត់យើងមានសមត្ថភាពបាទខ្ញុំមិនហ៊ានថាវិញ្ញាសានេះចេញចំទេណាអត់ទេបាទគឺជាប្រភេទវិញ្ញាសាដែលមានលំនាំស្តង់ដាតែមួយបាទទាំងអានទាំងស្ដាប់បាទអញ្ចឹងយើងធ្វើតេស្តទៅបាទធ្វើតេស្តជិះបន្ទាប់ធ្វើតេស្តជិះបន្ទាប់អញ្ចឹងណាបាទនេះគេអញ្ចឹងទៅបាទធ្វើតេស្តជិះបន្ទាប់អានេះក៏ធ្វើតេស្តជិះបន្ទាប់ដូចគ្នាបាទអានេះmoja 위에 제키하는 왜 moja 위에 있어요 여기 4번 អូខេណាអញ្ចឹងដោះស្រាយបែបនោះបងប្អូនគ្នាបាទហ្នឹងហើយបន្ទាប់ហើយយើងខ្ញុំឧទាហរណ៍ខ្លីៗណាយើងចុចនិចរហូតទៅបាទចុចនិចរហូតទៅបាទចុចបន្ទាប់រហូតទៅអត់នេះបាទនេះហ្នឹងហើយអញ្ចឹងពេលដែលចប់វិញ្ញាសាទី20វាចប់អានណាចូលស្ដាប់យើងអត់ចាំបាច់រងចាំរហូតដល់នាទីត្រូវស្ដាប់ទេគឺយើងអាចស្ដាប់មុនបានបាទហើយការស្ដាប់គឺយើងចុចទៅលើពាក្យរូបកាសនេះទៅបាទ소장ណែសូចាំបាទគេនឹងអាន2ដងដូចទៅនឹងក្រសួងដូចគ្នាបាទយើងចុចទៅលើនឹងម្ដងគេអាន2ដងអញ្ចឹងយើងចង់ដោះស្រាយលំហាត់បន្ទាប់ទៀតយើងគ្រាន់តែចុចគ្រីសវាមួយហើយចុចបិទពាក្យបន្ទាប់បាទស្ដាប់ម្ដងទៀត 옷을 접었어요. 옷을 បាទ 접었어요. អូសឺឆបសយោអូខេបាទអញ្ចឹងចូលរកចម្លើយត្រូវនិចបាទខ្ញុំឧទាហរណ៍អានេះដូចគ្នាអានេះលំហាត់និយាយទៅមានពាក្យផ្ទុយពាក្យដូចពាក្យស្តៀងពេញចន្លោះផ្លាកសញ្ញាបាទដូចគ្នាបាទនេះពាក្យផ្ទុយមុនបាទពាក្យផ្ទុយបាទនេះពាក្យផ្ទុយផាន់ដេម៉ាល់បាទហើយតមកមានពេញចន្លោះបាទមានពេញចន្លោះបាទមានពេញចន្លោះមានផ្លាកសញ្ញាបាទមានផ្លាកសញ្ញាហើយក៏មានអត្ថបទបាទមានអត្ថបទបាទមានអត្ថបទណាបាទអញ្ចឹងដូចទៅនឹងក្រសួងវិទ្យាសាស្ត្រស្ដាប់មានប្រភេទវិទ្យាសាស្ត្រហៅចម្លើយហើយមានវិទ្យាសាស្ត្រ4រូបភាពបាទហើយមានវិទ្យាសាស្ត្រ4រូបភាពមានវិទ្យាសាស្ត្រដូចបាក់ផាជាមួយនឹងវិទ្យាសាស្ត្រក្រសួងចេញមកដែរបាទវាស្តៀងគ្នាបាទវាអញ្ចឹងហើយពីច្រើនលំហាត់យើងដកស្រង់ចេញពីលំហាត់ស្តង់ដាតែម្ដងគឺក្នុងសំណួរ60មេរៀនហើយនៅលំហាត់ដែលចេញប្រឡងតាមបណ្ដាប្រទេសផ្សេងៗហើយរួមមានខ្មែរផងដែរបាទមានចំនួនមានផ្លាកសញ្ញាបាទអានេះមានយ៉ាន់តូមានម៉ុងហ្គោលបាទអញ្ចឹងឧទាហរណ៍
បងប្អូនទាំងអស់គ្នាឬលោកគ្រូអ្នកគ្រូប្រឡងចប់ហើយយើងចុចពាក្យបន្ទាប់រហូតដល់អស់មកហើយយើងចុចកន្លែងនេះចុចលេខនេះហើយសញ្ញានេះបាទនេះបន្ទាប់ពីយើងប្រឡងជាប់ឧទាហរណ៍យើងប្រឡងជាប់40សំណួរហើយណាបាទយើងប្រឡងជាប់40សំណួរហើយឧទាហរណ៍យើងចុចអាកន្លែងសញ្ញាទ្រង់ជ្រូក4នេះមកនេះអាហ្នឹងមកហើយបន្ទាប់មកយើងចុចបញ្ជូនចម្លើយបើក្នុងករណីយើងបានធ្វើអស់ហើយវាលោតខៀវទាំងអស់ដូចខ្ញុំធ្វើឧទាហរណ៍តែ2ទេអញ្ចឹងហើយយើងនៅច្រើនណាអត់បានធ្វើហើយក៏គេបញ្ជាក់ដែរថាវិញ្ញាសាយើងនៅសល់ប្រហែលអញ្ចឹងណានេះវិញ្ញាសាអានមាន20យើងធ្វើបានតែ2ទេវិញ្ញាសាស្ដាប់មាន20យើងធ្វើបានតែ2ទេអញ្ចឹងយើងចុចពាក្យបញ្ជូនចម្លើយមកបាទបញ្ជូនចម្លើយវានឹងលោតភាគរយបាទន័យថាទាំងអស់យើងធ្វើត្រូវ20បន្ទុកវិញ្ញាសាអានយើងធ្វើបាន10បន្ទុកវិញ្ញាសាស្ដាប់យើងធ្វើបាន10បន្ទុកហើយភាគរយបាទភាគរយបាទនេះគឺចប់អានេះដូចគ្នាបាទដូចគ្នាចុចកន្លែងក្រេកន្លែងនេះមកនេះកន្លែងនេះមកហើយតមកយើងខ្ញុំដោះស្រាយបាន12ទេចុចបញ្ជូនចម្លើយបាទបញ្ជូនចម្លើយលេខនេះមកតមកវាលោតចម្លើយបាទបានតែ10បន្ទុកទេហើយបាន5%បើសិនយើងប្រឡងត្រូវទាំងអស់វាបាន100%ហើយបាន200បន្ទុកពេញទៅបាទអាហ្នឹងតាក់ទងវិញ្ញាសាប្រឡងហើយវិញ្ញាសាប្រឡងចូលប្រឡងម្ដងវាដូរម្ដងបាទចូលប្រឡងម្ដងវាដូរម្ដងទីហោមិញយើងប្រឡងអាហ្នឹងណាដល់ពេលប្រឡងម្ដងទៀតវិញ្ញាសាទី1មិនមែនអាហ្នឹងទេវាដូរឲ្យទៅអូតូឧទាហរណ៍ដូចមិញអញ្ចឹងបាទអានេះមិញបងប្អូននៅលោកគ្រូអ្នកគ្រូប្រកាសជាឃើញថាវិញ្ញាសាទី1វិញ្ញាសាអីឥឡូវចូលម្ដងទៀតវិញ្ញាសាទី1មិនមែនអាហ្នឹងដែលយើងប្រឡងហើយហ្នឹងទេគឺវាលោតអូតូបាទនេះទៅជាកៅអីម្ដងបាទអីម្ដងឥឡូវយើងចូលម្ដងទៀតយើងបញ្ជូនដល់មកយើងចូលម្ដងទៀតបាទវិញ្ញាសាគឺច្រើនបងប្អូនបាទច្រើនវាលោតអូតូវាអូតូណាបាទថាវា AI បាទគឺវាចាប់វិញ្ញាសាយើងប្រឡងអត់ឲ្យជន់គ្នាបាទនៅប្រឡងច្រើន10 20ដងក៏អត់ជន់គ្នាដែរណាអញ្ចឹងវាផ្លាស់ប្ដូររហូតអញ្ចឹងវិញ្ញាសាទី1ផ្សេងទៀតដែរបាទអញ្ចឹងអានេះតាក់ទងនឹងវិញ្ញាសាប្រឡងឥឡូវយើងមកមើលតេស្តភ្នែកម្ដងអញ្ចឹងជាធម្មតានៅក្រសួងនៅពេលដែលកូនសិស្សបាទកូនសិស្សដែលទៅប្រឡងចប់ភ្លាមគេតម្រូវយើងតេស្តភ្នែកបាទគេតម្រូវយើងតេស្តភ្នែកណាអញ្ចឹងហើយយើងមានកន្លែងមួយគឺជាការប្រឡងតេស្តភ្នែកដើម្បីឲ្យកូនសិស្សទាំងអស់គាត់បើថាប្រកែមើលណាឲ្យមានសមត្ថភាពក្នុងការមើលឡើងហ្នឹងអញ្ចឹងអាហ្នឹងបើសិនបើយើងប្រឡងតេស្តភ្នែកធ្លាក់តែម្ដងអញ្ចឹងចុចពាក្យថាតេស្តវិញ្ញាសានេះបាទចុចមកឃើញទេបាទនេះបាទដូចក្រសួងអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាប្រឡងចប់ផ្នែកវិញ្ញាសាសម្បត្តិភ្លាមវាលោតតេស្តភ្នែកហ្មងអញ្ចឹងវាដាក់នីតិយើងហ្នឹង1នាទីអញ្ចឹងលេខប៉ុន្មានបងប្អូនមើលទាំងអស់គ្នាលេខប៉ុន្មានបាទឧទាហរណ៍លេខ5អញ្ចឹងណាខ្ញុំឧទាហរណ៍ថយបញ្ជាក់20បញ្ជាក់អញ្ចឹងណាហ្នឹងហើយបាទ47បញ្ជាក់អានេះវាជំនួយបាទជំនួយឲ្យយើងណាឲ្យយើងមានសមត្ថភាពបាទក្នុងការមើលបានល្អទាំងអស់គ្នាបានល្អហ្នឹងហើយនេះអូខេ52បាទ26ទៅ18បាទផ្នែកខ្ញុំមិនសូវច្បាស់ដែរណា75ហើយលេខនេះខ្ញុំបញ្ជាក់ណាជាលេខស្ទើរតែដូចទៅនឹងលេខដែលតេស្តនៅក្រសួងបាទណាដូចគ្នាចឹងឲ្យតែអ្នកនរគ្នាអាចមើលលេខទាំងអស់នេះច្បាស់ទៅប្រឡងគឺសង្ឃឹមបាទសង្ឃឹមហ្នឹងបាទបាន83%ជាប់ហើយ83%និយាយចំឲ្យ70%ឡើងគឺជាប់ហើយមិនចឹងហ៎បាទហ្នឹងហើយបាទនេះដូចគ្នាមានឡើយនេះចូលធ្វើតេស្តបងប្អូនជួយពីចូលធ្វើតេស្តមកបាទអញ្ចឹងធ្វើតេស្តបានអញ្ចឹងយើងប្រឡងសាកវិញ្ញាសាស្តង់ដារម្ដងចូលធ្វើតេស្តផ្នែកម្ដងទៅដើម្បីឲ្យយើងនឹងមានសមត្ថភាពអញ្ចឹងណាបាទឲ្យយើងនឹងមានបទពិសោធន៍មានសមត្ថភាពគ្រប់គ្រាន់ពេលដែលយើងខ្សោយកន្លែងណាយើងចូលទៅបរឹងកន្លែងផ្នែកហ្នឹងទៅគឺបានហើយខ្សោយស្ដាប់រៀនស្ដាប់ខ្សោយអានរៀនអានខ្សោយពេញចន្លោះរៀនពេញចន្លោះអញ្ចឹងមុនទៅប្រឡងពិតអ្នកនរគួរតែប្រឡងសាកឲ្យបាន20ដងយ៉ាងតិចណាបាទក្នុងម្នាក់20ដងមកយើងទីមួយយើងមានបទពិសោធន៍បាទយើងដោះស្រាយលំហាត់បានលឿនទី3ហ្នឹងទៅទៀតគឺយើងអាចដឹងថាខ្លួនឯងខ្សោយខាងកន្លែងណាសមត្ថភាពយើងអាចបានប្រឡងបន្ទុកប៉ុណ្ណាអញ្ចឹងណាអញ្ចឹងវាជាល្អមែនតើការដែលបងប្អូនកូនសិស្សនៅលោកគ្រូអ្នកគ្រូដែលមានវិញ្ញាសាប្រភេទនេះបាទយកទៅធ្វើតេស្តសិស្សឬក៏កូនសិស្សដែលត្រៀមប្រឡងយកធ្វើតេស្តខ្លួនឯងអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូឬក៏កូនសិស្សទាំងអស់ដែលមានតម្រូវការវិញ្ញាសានេះគឺអាចឆាតចូល page បានបាទទំនាក់ទំនងមកពួកយើងនឹងបាទបាទលក់ចែកជូនណាបាទក្នុងតម្លៃសមរម្យដែលបងប្អូនទាំងអស់គ្នាគ្រប់គ្នាអាចយកទៅធ្វើបានគ្រប់គ្នាបានហ្នឹងហើយអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូមានតម្លៃពិសេសជូនបាទសម្រាប់លោកគ្រូអ្នកគ្រូដែលតាមសាលាឬក៏បរិញ្ញាតាមផ្ទះតាមស្រុកតាមភូមិតាមឃុំហ្នឹងអាចធ្វើការទំនាក់ទំនងជាវយកទៅបាទទៅប្រឡងសិស្សបាទធ្វើតេស្តពួកគាត់ឲ្យគាត់មានសមត្ថភាពមានបទពិសោធន៍ក្នុងការទៅប្រឡងព្រោះមួយឆ្នាំយើងប្រឡងម្ដងដល់ពេលយើងអត់ធ្លាប់ប្រឡងសាកសោះដល់ពេលទៅប្រឡងយកតែម្ដងគឺហានិភ័យបាទថាយើងអាចនឹងភ័យអាចនឹងមិនចេះប្រឡងបាទអាចនឹងមិនដឹងពីរបៀបក្នុងការប្រឡងអញ្ចឹងបើអ្នកនរគ្នាប្រឡងចាប់ពី10ដង20ដងក្នុងម្នាក់វាធ្វើយើងស្ទាត់ជំនាញហើយយើងដឹងថាយើងខ្សោយកន្លែងណាយើងខ្លាំងកន្លែងណាគួរប្រឹងកន្លែងណា
បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់លោកគ្រូអ្នកគ្រូឬក៏កូនសិស្សទាំងអស់ដែលមានតម្រូវការវិញ្ញាសាប្រភេទនេះអាចធ្វើការទំនាក់ទំនងបានចូល page របស់សាលា ENCI Cambodia បាទអរគុណគោរពជម្រាបលាជូនពរឲ្យមានសំណាងល្អហើយទទួលបានជោគជ័យដល់អ្នកគ្នាបាទអរគុណបាយបាយដល់អ្នកគ្នាបាទ